នៅពេលនេះខ្ញុំបានទទួលភារកិច្ចពីថ្នាក់ដឹកនាំឲ្យរកចម្លើយខ្លីមួយតបទៅនឹងសំណួររបស់លោកកែវរិទ្ធីអ្នកក្រុងប្រសិទ្ធនុដែលបានសួរថាហេតុអ្វីបានជាគេសង់ប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិចអស់លោកអ្នកស្ដាប់ជាទីគោរពក្រោយការជជែកពិភាក្សាជាមួយក្រុមអ្នកប្រាជ្ញបុរាណវិទូតែបន្តិចមកខ្ញុំអាចជម្រាបជូនបានថាចម្លើយខ្លីទៅនឹងសំណួររបស់លោកកែវរិទ្ធីនោះពិបាករកឃើញណាស់តែហេតុថាក្រុមអ្នកប្រាជ្ញនៅពុំទាន់យល់ស្របគ្នាលើចម្លើយទៅនឹងសំណួរនោះនៅឡើយសូមជម្រាបជូនថាក្រុមអ្នកប្រាជ្ញប្រាសាទបុរាណដែលយើងបានជួបដោយហោចណាស់បានផ្ដល់មូលហេតុ6យ៉ាងលើមូលហេតុអ្វីបានជាប្រាសាទអង្គរវត្តត្រូវសង់បែរមុខទៅទិសខាងលិចនេះដែលខ្ញុំបាទសូមជូនសេចក្តីសង្ខេបថា1ព្រោះត្រូវបែរទៅរកស្ទឹងសៀមរាបជាស្ទឹងមានទឹកហូរមកពីភ្នំកូលែនដ៏ស័ក្តិសិទ្ធិ2ព្រោះជាចេតិយតម្កល់ព្រះអធិធាតុព្រះមហាក្សត្រហើយទិសខាងលិចជានិមិត្តរូបនៃសេចក្តីស្លាប់3ព្រោះជាប្រាសាទដើម្បីកំសាន្តព្រះハរតីនៃព្រះរាជាខ្មែរនាពេលថ្ងៃរសៀល4ព្រោះជាប្រាសាទដើម្បីសម្គាល់និងផ្ទៀងផ្ទាត់រដូវទាំង3របស់ខ្មែរដែលជាប្រទេសកសិកម្ម5ជាប្រាសាទតំណាងការយកប្រទេសទុកដាក់នៃព្រះរាជាខ្មែរលើប្រាង្គប្រាសាទនិងទឹកដីអាណាខេត្តភាគខាងលិចនៃប្រទេស6ជាប្រាសាទដាក់បណ្ដាសាលើរបបរាជានិយមឬប្រាសាទបដិវត្តនៃក្រុងបាគូដែលជាអ្នកប្រាជ្ញខ្មែរដើមទោះបីមានហេតុផលច្រើនដូចបានជម្រាបមកហើយយ៉ាងណាក្តីយើងនឹងរាយការណ៍ជូនតែនៅចម្លើយរបស់ក្រុមអ្នកប្រាជ្ញរាជបណ្ឌិតដែលយើងបានសាកសួរប៉ុណ្ណោះហើយទុកជូនអស់លោកអ្នកនាងនិងមិត្តអ្នកស្ដាប់មេត្តាធ្វើសេចក្តីសម្រេចចិត្តដោយខ្លួនឯងតាមការគួរផងចុះខ្ញុំបាទសូមចាប់ផ្ដើមសេចក្តីរាយការណ៍ជាមួយនឹងចម្លើយរបស់លោកមីសែលត្រាណេអ្នកជំនាញការផ្នែកវប្បធម៌និងបុរាណវិទ្យាហើយបច្ចុប្បន្នជាអនុប្រធាននៃគណៈកម្មាធិការជាតិសម្រាប់អង្គការ UNESCO តទៅនេះគឺជាហេតុផលរបស់លោកមីសែលត្រាណេតាមយោបល់របស់ខ្ញុំបាទផ្ទាល់គឺថាការដែលព្រះបាទសូរ្យវរ្ម័នទី2ព្រះមហាក្សត្រខ្មែរជំនាន់លោកបានសាងសង់ប្រាសាទបាយទៅទិសខាងលិចហ្នឹងវាមានអត្ថន័យសំខាន់ណាស់បាទគឺទៅតម្រង់ទៅដងសឹងជំរាបដែលមានទឹកដ៏ពិសិដ្ឋដែលគ្រប់គ្រងរាជធានីអង្គរណាបាទគឺតែចេញពីគ្រប់គ្រងឯងហ្នឹងហើយដែលជាអត្ថន័យចម្រើនបាទហើយកត្តាមួយទៀតដែលយើងក៏ជឿដែរព្រោះតែយើងអានតាមកំណត់ហេតុរបស់លោកពូតមួយឈ្មោះជាងតាគួនបាទលោកបាននិយាយដែរថាប្រាសាទអង្គរវត្តបាទសាងសង់ឡើងសម្រាប់តម្កល់នៅព្រះអធិធាតុរបស់ព្រះមហាក្សត្រខ្មែរតែម្ដងហើយយើងដឹងថាប្រាសាទអង្គរវត្តសាងសង់ឡើងសម្រាប់បូជាព្រះវិស្ណុកាចុះវិស្ណុកាជាណាគឺជាព្រះវិស្ណុឯងប៉ុន្តែនៅក្រោមរូបភាពរបស់ព្រះបាទសូរ្យវរ្ម័នទី2តែម្ដងដូចជាប្រាសាទនេះគេថាធ្វើឡើងសម្រាប់បូជាអាចចាត់ទុកថាជាដីមួយយ៉ាងពិសិដ្ឋសម្រាប់តម្កល់ព្រះអធិធាតុរបស់តែមានតែឆ្អឹងរបស់ព្រះមហាក្សត្រសាងសង់ប្រាសាទក្រោយពីលោកសូទិគុណទៅខ្លាយទៅជាគឺថាវាមានអមតៈបាទក្រោមរូបភាពពលឹងវិញ្ញាណស្ថិតជាប់នៅក្នុងរូបសំណាករបស់ព្រះអង្គហ្នឹងគឺថារូបព្រះនរាយណ៍ឬក៏ព្រះវិស្ណុឯងហ្នឹងហើយដូចជាប្រពៃណីមួយដែលខ្មែរយើងរសារហូតដល់សពថ្ងៃតាមរយៈវត្តអារាមនៅតែមានបាទហើយយើងឃើញទៀតដូចជានៅប្រាសាទប្រទេសក្តីឃើញក្រាស់មឈូសថ្មបាទជាការពិតបាទមិននេះថាទេអានេះកត្តាពីរសំខាន់ជាងគេគឺថាទិសដែលតំណាងនឹងមរណៈបាទមរណភាពគឺថាគឺខ្លោចទេបាទគឺកប់សក់ហ្នឹងហើយចំណែកឯលោកបណ្ឌិតសម្ពោធសែនផុនប្រធានផ្នែកអប់រំអង្គការ UNESCO ប្រចាំកម្ពុជាហើយដែលមានកំណើតកើតជានៅខេត្តឧត្តរមានជ័យវិញថ្មីបើលោកពុំមានជំនាញក្នុងផ្នែកប្រាសាទបុរាណក្តីលោកបានផ្ដល់ទស្សនៈថាការកសាងប្រាសាទអង្គរបែរមុខទៅទិសខាងលិចគឺជាការសាងសង់ឡើងដើម្បីទេសនាកំសាន្តរបស់ព្រះរាជាផងនិងជាការឆ្លុះបញ្ចាំងអំពីការយកប្រទេសទុកដាក់នៃព្រះរាជាខ្មែរសម័យបុរាណទៅលើប្រាង្គប្រាសាទនិងខេត្តដ៏ច្រើនក្នុងភាគខាងលិចនៃអាណាចក្ររបស់ព្រះអង្គផងទីមួយគឺថាប្រាសាទដែលនៅកណ្ដាលគេណាគឺភ្នំបាខែងហើយប្រាសាទតែមួយគត់នៅលើភ្នំនៅក្នុងមហានគរគឺភ្នំបាខែងពេលស្ដេចទាំងប្រមាណអង្គលោកមានជីវិតនោះលោកច្រើនតែឡើងទៅធ្វើសមាធិលើភ្នំបាខែងណាហើយមានព្រះពុទ្ធបាទនៅលើភ្នំបាខែងនោះលោកទៅអង្គុយធ្វើសមាធិទាំងព្រឹកទាំងល្ងាចទាំងយប់ណាហើយពេលឡើងទៅខាងលើនោះឯងមើលឃើញប្រាសាទនៅជុំវិញឃើញទាំងអស់ហើយពេលល្ងាចឬពេលព្រឹកមើលប្រាសាទអង្គរឃើញល្អជាងគេទៅមកសំខាន់ពេលល្ងាចម៉ោង3ទៅគឺថាដូចប្រាសាទមាសទៅមកមើលពីខាងលិចមកដូច្នេះហើយខ្ញុំសន្និដ្ឋានថាដាច់សង់បែរមុខទៅលិចដើម្បីដាច់ទៅអង្គុយមើលពីខាងលិចហើយព្រោះភ្នំបាខែងនៅខាងលិចប្រាសាទអង្គរវត្តហេតុផលទី2គឺថារាជាណាចក្របុរាណខ្មែរចំនួនអង្គរនោះវាធំដល់ខាងលិចណាខាងលិចធំណាលោកធ្វើផ្លូវថ្នល់ទៅដល់នោះប្រាសាទដែលឆ្ងាយជាងគេទាំងអស់នៅព្រំដែនភូមាលោកសាងសង់ប្រាសាទសិង្ហបុរីដល់ថ្ងៃនៅខេត្តកាញ្ចនបុរីនៅជិតព្រំដែនភូមាមកខ្ញុំបានទៅមើលម្ដងលោកសង់ផ្លូវណាសម្រាប់ប្រទេសសម្រាប់សេះសម្រាប់តម្រៃកងទ័ពឯនោះទៅលិចណាផ្លូវទៅដល់ប្រាសាទទេឆ្មាតទៅលិចដល់ទៀតមួយទៀតឡើងលើខាងជើងទៅប្រាសាទតាមាន់ឡើងប្រាសាទភ្នំរុងដែលសប្តាហ៍នៅខេត្តបុរីរាមណាហើយតទៅប្រាសាទភីម៉ាយនៅខេត្តអង្គររាជផ្លូវទៅលិចវែងឆ្ងាយណាផ្លូវឲ្យមានស្ពានឆ្លងភ្នំដងរែកឆ្លងអីណាអញ្ចឹងបែរទៅខាងលិចខ្ញុំជឿថាពោះខេត្តភាគច្រើនគឺនៅខាងលិចចំនួននោះអង្គរនៅចំកណ្ដាលមិនមែនភ្នំពេញនៅសប្តាហ៍នេះខេត្តខាងនេះជាខេត្តខាងត្បូងនេះភ្នំពេញភ្នំជីសូអីហ្នឹងណាជាខេត្តត្បូងណាយើងមើលតាមលក្ខណៈភូមិសាស្ត្រដែលស្ដេចចំនួនដើមលោកគ្រប់គ្រងព្រះរាជា
ជាង56ខេត្តឯងមានក្នុងចរាចរណ៍គឺខេត្តភាគច្រើនគេទៅខាងលិចនិងខាងជើងទៅខាងកើតខាងត្បូងនេះតិចទេដូច្នេះគេជឿថាបែរមុខទៅខាងលិចគឺជានិមិត្តរូបមួយក្នុងការគ្រប់គ្រងប្រទេសកម្ពុជាបុរាណខាងលិចធំជាងខាងកើតលោកបណ្ឌិតសម្ពុតសែនផុនបានសន្និដ្ឋានមួយបែបទៀតថាប្រាសាទអង្គរវត្តដែលគេអាចមើលឃើញកំពូល3ពីទិសខាងលិចអាចជាសំណង់ពិនិត្យដំណើរព្រះអាទិត្យរះឬសំណង់សូរ្យគតិដែលគេប្រើប្រាស់សម្រាប់សម្គាល់និងផ្ទៀងផ្ទាត់រដូវទាំង3នៃប្រទេសកម្ពុជាដែលជាប្រទេសកសិកម្មគឺរដូវរំហើយរដូវប្រាំងនិងរដូវវស្សាពេលយើងឆ្លងទឹកមុខកោណាយើងឈរនៅទ្វារទី1ណាហើយមើលប្រាសាទទាំងអស់ណាយើងទៅឈរតាមរដូវទី3រដូវរបស់យើងណានឹងឃើញតែព្រះអាទិត្យហ្នឹងរះមកខុសកំពូលគ្នាគឺរដូវមួយអាចរះឡើងចំកំពូលកណ្ដាលរដូវមួយទៀតរះឡើងចំកំពូលឆ្វេងរដូវមួយទៀតរះឡើងចំកំពូលខាងស្ដាំដូច្នេះគេសន្និដ្ឋានថាពេលនោះអាចយើងប្រើទ្រឹស្ដីខាងសូរ្យគតិព្រោះខ្ញុំធ្លាប់ទៅឈរមើលខ្លួនឯងម្ដងហើយលើថ្មដែលនៅចំកណ្ដាលមានថ្មមួយគឺជាងគេដាក់ចំកណ្ដាលទ្វារហ្មងបើយើងទៅមើល3រដូវបានយើងដឹងហើយអ្នកស្រាវជ្រាវគេបានទៅមើលទាំង3រដូវថារដូវងាបើទៅឈរកន្លែងនោះនឹងឃើញព្រះអាទិត្យរះចំកំពូលខាងស្ដាំហើយរដូវភ្លៀងរះចំកំពូលកណ្ដាលហ្មងដូច្នេះដើម្បីមើលព្រះអាទិត្យរះឡើងយើងត្រូវទៅឈរពីខាងលិចទៅតាមឈរពីខាងកើតអត់ឃើញព្រះអាទិត្យរះឡើងអញ្ចឹងទេត្រូវទៅចុះខាងលិចចំណែកអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនុតណារាងអ្វីបើហេតុផលទី1របស់លោកមានភាពស្រដៀងគ្នាទៅនឹងហេតុផលទី2របស់លោកមីសែលត្រាណេក្តីក៏លោកឲ្យដឹងថាក្រុមអ្នកប្រាជ្ញពុំទាន់អាចសម្រេចយ៉ាងណាបាននៅឡើយទេដោយបានមានប្រសាសន៍ផ្ដល់ហេតុផលដូចនេះថាប្រាសាទទាំងអស់ជារួមច្រើនតែគោរពទៅទិសខាងកើតទាំងអស់ក្រោយមកយើងឃើញថាវត្តអារាមដែលយើងធ្វើតាមបែបមុខទៅកើតដូចគ្នាអញ្ចឹងហើយនៅខាងកើតនេះឯងហើយដែលមានខ្ទមអ្នកតាមួយនៅខាងកើតហ្នឹងថាគ្មានខ្ទមអ្នកតាខាងកើតទេមិនមែនជាវត្តអារាមរបស់ខ្មែរទេពីព្រោះថាអ្នកតានេះជាដូនតាខ្មែរជាវប្បធម៌មុនឥណ្ឌាចូលមកទាំងអស់ក្រោយមកប្រាសាទហ្នឹងក៏យកលំនាំតាមនឹងរហូតរបស់ខ្មែរដែរមានប្រាសាទមួយឬពីរទេដែលបែរមុខទៅខាងលិចដែលធ្វើឲ្យអ្នកប្រាជ្ញក្តីហើយយើងច្បាស់គ្នានៅក្តីមានកិច្ចងល់ខ្លាំងបំផុតសម្រាប់យ៉ាងណានោះហាក់ដូចជាមិនទាន់បានច្បាស់លាស់នៅឡើយដែរព្រោះអ្នកប្រាជ្ញក៏ដូចជាអ្នកវិទ្យាជ្រើមួយចំនួនក៏មិនតែជាជាក់ស្ដែងជារកឃើញនៅក្នុងប្រាសាទអង្គរវត្តហ្នឹងជារកឃើញនៅធាតុហើយនឹងក្រាមឈូសពីបរមបុរាណមកហើយមានឯកសារខ្លះបញ្ជាក់ជាសិលាចារឹកទេថាព្រះបាទសូរ្យវរ្ម័នទី2ហ្នឹងដែលលោកសុគតប្រាសាទមិនទាន់ចប់នៅឡើយទេគឺលោកសុគតគេបន្តធ្វើប្រាសាទបន្តទៅទៀតហើយគេដាក់ធាតុរបស់ព្រះអង្គនៅក្នុងប្រាសាទហ្នឹងឯងហើយដូច្នេះហើយគេធ្វើសម្រាប់គ្រប់មួយជាតិដល់ព្រះអង្គផងពីព្រោះព្រះអង្គជាទេវរាជជាអាទិទេពនៅថ្ងៃដែលលោកគង់នៅហើយដល់លោកសុគតទៅខ្លាយទៅជាអាទិទេពពេញលក្ខណៈតែម្ដងហើយដូចគេទទួលស្គាល់កិត្តិនាមរបស់ព្រះអង្គហ្នឹងក៏រក្សាទុកយ៉ាងជាព្រះអង្គផងហើយនឹងទៅបែរមុខទៅខាងលិចទៅតាមຂ្នាតជាទំនៀមទម្លាប់ថ្ងៃលិចនោះគឺស្លាប់ហើយដូច្នេះបានគេសន្មត់ថាប្រាសាទអង្គរវត្តនេះជាវិហារដែលថាភ្នំទេវរាជនោះផងហើយក៏ជាប្រាសាទដែលរក្សាជាតិព្រះបាទសូរ្យវរ្ម័នទី2នោះផងដើម្បីគ្រប់អង្គលោកសុគតហើយដែលមិនទាន់បានគឺប្រាសាទនឹងចប់នោះទៅបានគេធ្វើប្រាសាទនឹងបែរមុខទៅខាងលិចហើយហេតុផលទី2របស់លោកអតីតរដ្ឋមន្ត្រីនុតណារាងមានភាពស្រដៀងគ្នាទៅនឹងហេតុផលទី2របស់លោកបណ្ឌិតសម្ពុតសែនផុនអំណាចមិញនេះផងដែរពោលគឺប្រាសាទអង្គរវត្តសាងឡើងជាការឆ្លុះបញ្ចាំងនឹងការយកប្រតិទុកដាក់របស់ព្រះមហាក្សត្រខ្មែរសម័យបុរាណលើអាណាខេត្តទាំងឡាយក្នុងភាគខាងលិចនិងភាគខាងជើងដែលមានប្រាង្គប្រាសាទជាច្រើននៅទីនោះមានប្រាសាទភីម៉ៃដែលស្ថិតនៅក្នុងប្រទេសថៃបច្ចុប្បន្ននេះជាដើមរីឯអ្នកប្រាជ្ញល្បីឈ្មោះម្នាក់ទៀតបានមានប្រសាសន៍ថាប្រាសាទអង្គរវត្តគឺជាប្រាសាទដាក់បណ្ដាសានៃក្រុមអ្នកប្រាជ្ញខ្មែរដែលគេស្គាល់ថាជាក្រុមមេគិតគូឬក្រុមបាគូអ្នកកាន់សាសនាខ្មែរដើមដែលគោរពយ៉ាងខ្ជាប់ខ្ជួននៅគ្រូទាំង5គឺគ្រូមេគ្រូបាគ្រូតាគ្រូព្រះនិងគ្រូចៅអ្នកប្រាជ្ញរូបនោះឲ្យដឹងទៀតថាខ្មែរដើមប្រកាន់ចំនួន5ជាចំនួនល្អដែលគេអាចឃើញក្នុងការរាប់លេខខ្មែរការថ្វាយគ្រូខ្មែរដោយទៀន5ធូប5ស្លា5បារី5បាយសី5ជាន់ប្រុសទ្រូង5ហាត់ឬស្បត់5ធានលាក់និងលាក់ហើយដាក់បណ្ដាសាលើចំនួន3ឲ្យវិនិច្ឆ័យអន្តរាយដូចជាថតរូប3នាក់ជាដើមហើយនឹងឧទាហរណ៍មួយចំនួនទៀតដែលលោកនឹងបញ្យល់នៅពេលបន្តិចទៀតនេះលោកសាស្ត្រាចារ្យកេងវណ្ណស័ក្តិដែលបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកវប្បធម៌និងអរិយធម៌ពីមហាវិទ្យាល័យនៃសាធារណរដ្ឋបារាំងសេស Jean Delaware Paris កាលពីឆ្នាំ1973ហើយដែលក្នុងនិក្ខេបបទថ្នាក់បណ្ឌិតរបស់លោកបានសរសេរពីមូលហេតុអ្វីបានជាប្រាសាទអង្គរសង់បែរមុខទៅទិសខាងលិចនោះបានមានប្រសាសន៍ដូចនេះជាប្រាសាទមន្តអាគមដាក់បណ្ដាសាទំនាយឲ្យរលំរលាយរលត់ស្លាប់ឲ្យអីដែលស្លាប់គឺមិនមែនឲ្យកំពូលប្រាសាទ5ដែលតំណាងគ្រូទាំង5នឹងទេគឺឲ្យតែ3ទេហើយ3ហ្នឹងគឺឫសគល់បានទស្សនៈក្នុងឥណ្ឌាព្រហ្មញ្ញសាសនានិងពុទ្ធសាសនាក្នុងព្រហ្មញ្ញសាសនាហិណ្ឌូនិយមស្អីក៏3ទាំងអស់ទីទេពក៏3
ប្រព្រំព្រះរាយព្រះសូរ3ហ្នឹងទៅត្រៃវេទទាំង3នៃត្រៃភពទាំង3មកដល់ពុទ្ធសាសនាវិញត្រៃរតន៍ត្រៃលក្ខអីគ្រប់អស់យ៉ាងមកទៀន3ធុ3ស្ពះ3ដងតសិន3ជុំអីគ្រប់សពហ្នឹងហើយ3ហ្នឹងចំពោះខ្មែរគឺអាក្រក់គឺស្លាប់គឺណោធានគឺចង្រៃលេវអាវ3ហ្នឹងគេហៅលេវអាវខ្មោចទៅព្រៃកាប់អស់កាប់អីគេមិនឲ្យចង់3កណាត់ទេគេថាចង់ខ្មោចកាលណាគេយកខ្មោចសពទៅកប់ហ្នឹងគេដើរប្រតិសិន3ជុំហើយ3ទាំងអស់នេះវាគេសម្លាប់កពើនេនធន់សម្លាប់គំនិតទេស្រីខ្មែរហ្នឹងក៏គេយក3ហ្នឹងដែរហើយពិសេសជាងគេអាចច្បុកមុខ3ហ្នឹងហើយត្រីសូដែលជាអាវុធរបស់ព្រះឥន្ទសម្រាប់កពើនេនធន់ហ្នឹងហើយយានជំនិះរបស់ព្រះឥន្ទហ្នឹងគឺតម្រៃក្បាល3ឯរវត្តហ្នឹងឌីសៀមអានឯរវ័នហើយព្រះនរាយអីសូអីហ្នឹងគេមានយានជំនិះរបស់គេផ្សេងគេមិនជិះគេឡងគ្នាទេប៉ុន្តែចំពោះខ្មែរអ្នកឆ្លាក់អីអស់ហ្នឹងគេឲ្យស្ដេចសោយរាជនេះជិះលើតម្រៃឯរវត្តហ្នឹងស្ដេចហ្នឹងតំណាងវិស្ណុគឺថាយកអតិទេពវិស្ណុហ្នឹងមកឲ្យជិះលើតម្រៃយានរបស់ព្រះឥន្ទវិញលោកបណ្ឌិតកេងវណ្ណស័ក្តិឲ្យដឹងថាតាមធម្មតាខ្មែរច្រើនមានជំនឿលើក្រុមជាងផ្ទះថាជាអ្នកអាចផ្ដល់សេចក្តីស្ងប់សុខភាពរុងរឿងឬដាក់បណ្ដាសាឲ្យវិនិច្ឆ័យអន្តរាយតាមការសូនរូបឬដាក់កន្សែងយ័ន្តជាដើមបានពួកអ្នកចេះដឹងគិតគូររឿងស្រុកទេសហ្នឹងគេទ្រាំវាលែងបានទៀតគេប្រមូលប្រាប់គ្នាតែយើងគិតធ្វើម៉េចទម្លាក់របបនឹងបានហើយអត់មានតបមានអីទៅទម្លាក់ដោយកម្លាំងនឹងទេយុទ្ធសាស្ត្ររបស់ខ្មែរមួយហ្នឹងគឺថាប្រើសិលមន្តអាគមនៃនឹងដាក់បណ្ដាសាហ្នឹងលោកជ្រាបហើយគឺថាយើងជឿណាស់រឿងសិលម៉ាស៊ីអីអស់ហ្នឹងប្រើរូបនៃគេកប់ណាលោករូបគេធ្វើឡើងគេកប់ហើយគេឧបកិច្ចណាហើយបើរឿងសំណងវិញគេខ្លាចជាងសង់ផ្ទះនឹងណាយកចិត្តមិនឲ្យដោះខាងអីទេពីព្រោះខ្លាចកណាជាងនឹងសងសិនគេដំតែគូលតាណាមួយគេគូយន់អីមួយដាក់មន្តអាគមនៅលើផ្ទូងឬក៏មេដំបូលអីអស់ហ្នឹងផ្ទះហ្នឹងចង្រៃនៅលេងបានហើយយើងដឹងរឿងនឹងតិចហ្នឹងទៅបានយើងយល់ថាគេប្រើប្រាសាទនឹងមួយទាំងមូលហ្នឹងសម្រាប់ដាក់បណ្ដាសាដាក់តនកម្មឲ្យរបបស្ថិតនៅលើ3ហ្នឹងរលំលាយហ្នឹងបំបែកទៅខាងលិចហើយអានេះការបំបែកទៅហ្នឹងមិនមែនស្រួលទេពីព្រោះមិនងាយមើលទៅឲ្យឃើញតែ3គត់ទេណាទៅងាកបន្តិចឃើញ4ឃើញ5អញ្ចឹងបាទហើយនេះអាវិជ្ជហ្នឹងគឺធ្វើដោយចេតនាដោយដឹងច្បាស់ហើយខំតាមរបៀបសិល្បៈសំណង់ហ្នឹងហើយនឹងមានលោកអាស៊ីតិចនៅស្រុកប្រាំងខ្មែរហ្នឹងឈ្មោះលោកលួយបានថាប់ហ្នឹងគាត់ធ្វើនៅក្នុងក្រុងភ្នំពេញហ្នឹងហើយគាត់បានសុំប្រាំងឲ្យគេជួយមានកប៉ាល់ហោះហ្នឹងហោះពីលើមកថតរូបប្រាសាទយើងហើយគាត់បានជិះកប៉ាល់ហោះហ្នឹងមើលកពូលប្រាសាទអង្គរវត្តពីលើមកហ្នឹងគាត់ឃើញមានភ័ស្តុតាងច្បាស់ហ្នឹងគាត់ថាកពូលវិជ្ជហ្នឹងគឺធ្វើដោយចេតនាពីព្រោះអត់ស្រួលទេដល់តែនាំគ្នាគិតផ្ដើមជាប្លង់ពីដើមមកហ្នឹងបានសម្រេចខាងនេះតិចខាងនោះតិចទៅឃើញខាងលិចហ្នឹងឃើញតែ3ហ្នឹងអានេះគ្មានណាគេសរសេរទេនេះខ្ញុំរកឃើញហ្នឹងបាទឃើញហ្នឹងគឺដោយយោងទៅគ្រប់ទាំងអស់តាំងពីរបៀបតុបតែងលម្អពីក្រៅហ្នឹងសិតតែនៀកធំព័ទ្ធជុំវិញទាំងអស់ហើយរូបចម្លាក់ផ្ទាំងទាំង4ទិសហ្នឹងគឺជារឿងបដិវត្តន៍ហ្មងតបនឹងសំណួរអំពីការយកប្រទេសទុកដាក់នៃព្រះរាជាលើទឹកដីនៃអាណាខេត្តនិងប្រាសាទទាំងឡាយភាគខាងលិចមានប្រាសាទភីម៉ៃជាដើមនិងទស្សនៈដែលថាអង្គរវត្តជាចេតិយឬជាបច្ឆាតម្កល់ព្រះអធិធាតុឬសពព្រះរាជានោះលោកបណ្ឌិតកេងវណ្ណស័ក្តិបានមានប្រសាសន៍ថាអំណះនេះពុំមានហេតុផលគ្រប់គ្រាន់ទេប្រាសាទភីម៉ៃហ្នឹងទៀបដីទេមិនខ្ពស់ស្ដេចដូចជាប្រាសាទអង្គរទេហើយនិយាយអញ្ចឹងទៅហ្នឹងថាដើម្បីឲ្យទល់មុខគ្នាពីនោះគេបែរមកខាងកើតយើងនេះបែរទៅខាងលិចហ្នឹងចេះតែថានិយាយវាមិនសមហេតុសមផលពីព្រោះទី1ប្រាសាទអង្គរវត្តហ្នឹងវាធំឆ្ងាយណាស់ជាងប្រាសាទភីម៉ៃនោះមិនដែលគេយកប្រាសាទធំជាងនោះឲ្យបែរទៅគ្រប់ប្រាសាទតូចនោះទេអញ្ចឹងទៅអានិយាយថាឲ្យទល់មុខគ្នាអីហ្នឹងវាមិនសមទេហ្វ្រាំងគឺគេសរសេរដែរមិនមែនខ្ញុំថាទេគេថា interpretation ហ្នឹងអធិប្បាយពយល់បែបហ្នឹងមិនសមហេតុសមផលទេហើយមានពួកអ្នកប្រាជ្ញពួកទៀតគេថាបែរមុខទៅលិចហ្នឹងពីព្រោះប្រហែលជាប្រាសាទអង្គរហ្នឹងជាប្រាសាទដាក់ខ្មោចហើយគេឲ្យជីកមើលទៅឃើញក្រាមឈូសសាកូហ្វាហ្នឹងមែនហើយពួកគេនឹងអសប្បាយចិត្តណាស់គេថាទស្សនៈហ្នឹងគឺត្រឹមត្រូវពីព្រោះជីកទៅឃើញក្រាមឈូសដាក់ខ្មោចហ្នឹងក៏ប៉ុន្តែដល់ជីកប្រាសាទទៀតដែលបែរមុខទៅខាងកើតក៏ឃើញក្រាមឈូសហ្នឹងដែរនោះដូចគ្នាអញ្ចឹងម្ល៉េះទៅថាបែរទៅលិចគឺគ្រូដាក់ក្រាមឈូសខ្មោចវាអត់ត្រូវវាអាបែរមុខទៅកើតក៏ដាក់ក្រាមឈូសដែរហើយគេចង់បញ្ជាក់គេជីកមើលហ្នឹងទៅឃើញមានគ្រប់ប្រាសាទហ្នឹងមានក្រាមឈូសខ្មោចហ្នឹងម្ល៉េះថាអានោះជាប្រាសាទដាក់ខ្មោចទៅអត់ត្រូវហើយរឿងហ្នឹងគឺតល់គំនិតគ្រប់គ្នាត្រឹមហ្នឹងហ្មង
នៅជាចោតសួរថាប្រាសាទធំអស្ចារ្យប៉ុណ្ណឹងមិនក៏បែរមុខទៅខាងលិចហើយដូចខ្ញុំរកឃើញខ្ញុំអោយសេចក្តីពយល់មួយខុសពីពួកគេទាំងអស់ហ្នឹងដោយថាប្រាសាទបែរមុខទៅលិចហ្នឹងជាប្រាសាទបដិវត្តន៍បះបូនជា Monument la Révolution ហើយបញ្ជាក់ក្នុងតែនិកាយបបត្តិរបស់ខ្ញុំហ្នឹងថាមិនបានអាចសន្និដ្ឋានបានថាជាប្រាសាទបដិវត្តន៍អញ្ចឹងហើយខ្ញុំរៀបរាប់សេចក្តីគ្រប់សពទាំងអស់ក្រៅពីការពន្យល់តាមក្បាច់រចនាជុំវិញប្រាសាទអង្គរដែលរៀបរាប់ប្រវត្តិកំណើតខ្មែរតាំងពីជំនាន់ដឹកនាំដោយមេជាស្ត្រីរហូតដល់រឿងមហាភារតៈនិងរាមាយណៈឥណ្ឌាព្រមទាំងក្បាច់រចនាជុំវិញប្រាសាទមកលោកបណ្ឌិតកេងវណ្ណស័ក្តិបានឲ្យដឹងរឿងដែលលោកចាត់ថាជារឿងចម្លែកអស្ចារ្យមួយពេលលោកបានជួបអ្នកធ្លាប់បួសក្នុងវត្តនាបរិវេណអង្គរម្នាក់ដែលបានប្រាប់លោកអំពីបណ្ដាំរបស់លោកគ្រូចារិកាវត្តនោះដែលមានសេចក្តីដូចគ្នានឹងការរកឃើញរបស់លោកដែរហើយដែលអស្ចារ្យជាងគេគឺមានខ្មែរម្នាក់គឺទាហានចំនួនឡុងណុលហ្នឹងមានខ្វៅពណ៌ទង់ដែងនឹងបានស្ដាប់សន្និសីទខ្ញុំធ្វើនៅសាលកដុមុខពីឆ្នាំ1972ហ្នឹងខ្ញុំនិយាយពីរឿងប្រាសាទអង្គរជាប្រាសាទបដិវត្តន៍ដើម្បីសម្រាប់របប3ហ្នឹងដល់ខ្ញុំចេញមកវិញហ្នឹងគាត់នៅចាំមាត់ទ្វារហ្នឹងគាត់ហៅខ្ញុំប្រដេចប្រគុណណាគុណដឹងពីណាមកថាប្រាសាទអង្គរនោះធ្វើតង់ស្ដេចខ្ញុំតែទេអានឹងស្រាវជ្រាវរងមកឃើញអញ្ចឹងគាត់ថាខ្ញុំដឹងរឿងហ្នឹងយូរជាមកហើយពីព្រោះកាលនោះគាត់ខ្លួនគាត់នឹងមួកនេននៅក្នុងវត្តអង្គរហ្នឹងហើយលោកគ្រូធំវត្តហ្នឹងលោកមានទម្លាប់ទំនៀមហោហែតាំងពីដូនតាណានៃមកហ្នឹងតកណារៀបនៃស្លាប់ហ្នឹងហៅអ្នកចំណិតនេនខ្លះពីគ្រូខ្លះហ្នឹងមកនិយាយប្រាប់បន្តគ្នាកុំឲ្យភ្លេចហើយថានេនឯងកុំនិយាយទៅណាទៀតទេសោះរឿងហ្នឹងធំណាស់ស្មារតីមុនអស់ជីវិតទៅហ្នឹងត្រូវមានតាមបណ្ដាំហោហែពីមុនមកហើយហ្នឹងត្រូវទៅប្រាប់នេនឯងហ្នឹងឲ្យដឹងឲ្យចាំមកភ្លេចតែនេនឯងដឹងទេគេសាងប្រាសាទអង្គរវត្តហ្នឹងដើម្បីទាស់នឹងស្ដេចនឹងរបបរាជាអធិបតេយ្យនិយមហើយប៉ុណ្ណឹងនេះលោកអត់មានបញ្ជាក់ថាដោយបែបយ៉ាងណាធ្វើចម្លាស់នៅយ៉ាងម៉េចអីហ្នឹងក៏អត់និយាយទេអត់និយាយថាបែបមុខទៅខាងលិចផងអស់លោកអ្នកស្ដាប់ជាទីគោរពដោយបានជម្រាបខាងដើមហើយថាដែលមានការយល់ឃើញពុំទាន់ត្រូវគ្នានៃក្រុមអ្នកប្រាជ្ញខាងប្រាសាទបុរាណនៅឡើយនោះម្ល៉េះហើយចម្លើយទៅនឹងសំណួររបស់លោកកែវរិទ្ធីអ្នកក្រុងព្រះសីហនុមានច្រើនយ៉ាងដោយបានជម្រាបមកហើយនេះសេចក្តីសម្រេចចិត្តយកសេចក្តីពន្យល់ណាមួយថាជាចម្លើយត្រឹមត្រូវគឺជាភារកិច្ចរបស់អស់លោកអ្នកនាងដោយផ្ទាល់យើងខ្ញុំបានត្រឹមនាំមកជូននៅសេចក្តីរាយការណ៍តែប៉ុណ្ណោះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា